បាទថ្ងៃនេះពីអ្នកបងប្អូនបាទគឺច្រូតហើយនឹងបាទគឺធ្វើការយកស្រូវមកហាលទុកដាក់អញ្ចឹងណាបងប្អូនបាទហើយអ្នកស្រែយើងនឹងក៏មានតែប៉ុណ្្នឹងទេបងប្អូនបាទក៏មានស្រូវបន្តិចបន្តួចហ្នឹងបាទដែលច្រូតហើយណាបងប្អូនណាហើយបើសិនថាពីការចំណេញខាងធ្វើស្រូវវិញគឺអត់ចំណេញទេបងប្អូនបាទគឺមានតែខាតអញ្ចឹងណាបងប្អូនបាទតែបើយើងមកហូបយើងអាចនឹងសល់អញ្ចឹងណាបាទ4 10បុយយើងអាចហូបមួយឆ្អែតមួយគ្រួសារអញ្ចឹងទៅបាទមួយឆ្នាំអញ្ចឹងបើថាសិនតែយកទៅលក់វិញគឺអត់ចំណេញទេបងប្អូនបាទព្រោះថាស្រូវស្រុកខ្មែរយើងវាជ្រៀងចុះថោកអញ្ចឹងណាបាទតែថោកយ៉ាងណាក៏ថ្លៃយ៉ាងណាក៏អត់ដីដែរបងប្អូនបាទសំខាន់គឺឲ្យតែប្រទេសជាតិយើងនឹងវាមានសន្តិភាពមានសេរីភាពដូចការពីមុនទៅគឺល្អហើយបងប្អូនបាទហើយខ្ញុំនេះធ្វើវីដេអូនេះគឺមានចង់បានអ្វីទេបងប្អូនបាទគឺចង់ឲ្យតែបងប្អូនយើងស្រុកខ្មែររបស់យើងបាទគឺឲ្យបានសុខសាន្តទាំងអស់គ្នាបងប្អូនបាទហ្នឹងហើយវីដេអូមួយនេះសូមផ្ដាំផ្ញើទៅដល់កងទ័ពដល់អង្គអាចក្លាហានរបស់យើងផងដែរបងប្អូនបាទដែលគាត់កំប្រឹងពលីជីវិតដើម្បីទឹកដីជាតិរបស់យើងដើម្បីប្រជាជនខ្មែររបស់យើងបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលាបងប្អូន